ស្ដីទៅអរគ្នា đây ខ្ញុំផលី nhom sinh đi ចឹងថ្ងៃហ្នឹងគឺពួកយើងមកចែករំលែកនៅវីដេអូថ្មីមួយទៀតដែលវីដេអូរបស់ពួកយើងហ្នឹងគឺទាក់ទងជាមួយនឹង topic rương đại dương mình ai cặp krong bàn chân rương đại cả lang ngồi chuột bởi dương cứ miên pi một phép ti muối rương đại dương ai cặp krong bàn thì pi cứ dương ai cặp krong bàn này chân rương đại dương ai cặp krong bàn người ta dương ai thưa vì bán tranh bị khuôn ai mỏng á người ta dương nghiệp bị chia khuôn ai nhớ thưa tranh bị dương từ tầm tay rương đại dương ai cặp krong bàn cứ rương đại với cả lang pi mà trở thành cái màu lơi dương đại dương ai bậc không bây giờ đôi chặt bằng dương này ចឹងបើនិយាយពីគេហៅថាជីវិតរស់នៅផ្ទាល់ហ្មងណាដូចឧទាហរណ៍ថាយើងតែគិតថាចេះហេតុអីបានជាខ្ញុំកើតមកក្នុងគ្រួសារបែបហ្នឹងណាបែបថាគ្រួសារដែលអត់មានសុភមង្គលគ្រួសារដែលខ្វះខាតអីចឹងទៅក្រខ្សត់អីចឹងទៅអត់មានផ្ទះធំនៅអត់មានឡានបើកអត់មានលុយចាយគ្រប់គ្រាន់អីចឹងណាហេតុអីបានខ្ញុំត្រូវកើតមកក្នុងគ្រួសារមួយហ្នឹងខ្ញុំគួរតែកើតទៅក្នុងគ្រួសារដែលមានស្តុកស្ដំមានសុភមង្គលអីចឹងទៅប៉ុន្តែអ្នកទាំងអស់គ្នាត្រូវគិតមួយទៀតថាតើរឿងហ្នឹងអ្នកទាំងអស់គ្នាអាចសុំបានហ្មងអត់អាចទេរឿងហ្នឹងអត់អាចហ្មងណាអញ្ចឹងយើងកុំបាច់ទៅនៅអីគេគិតមួយវាពួកអីរឿងហ្នឹងយើងអាចគ្រប់គ្រងបានគ្រប់គ្រងបានហើយខ្ញុំឥឡូវខ្ញុំសុំខ្ញុំកើតម្ដងទៀតទៅកើតជាមួយគ្រួសារអ្នកមានអត់ទេអត់អាចចឹងហើយមិនទៅពេលដែលយើងកើតមកក្នុងគ្រួសារបែបហ្នឹងយើងរៀនទទួលយកវាហើយដោះស្រាយខ្ញុំកើតក្នុងគ្រួសារនេះក៏ខ្សត់អីចឹងទៅប៉ុន្តែខ្ញុំមាន commitment មួយគឺខ្ញុំប្រឹងប្រែងក្នុងការផ្លាស់ប្ដូរគ្រួសារហ្នឹងឲ្យជាគ្រួសារដែលធូរធារអីចឹងទៅខ្ញុំខំរៀនអីចឹងទៅអញ្ចឹងអានេះសិតតែជាអីដែលយើងអាចរៀនបានណាហើយដែលយើងអាចនឹងកែប្រែបានណាអញ្ចឹងកុំទៅគិត concern ជាមួយនឹងរឿងវាថាខ្ញុំមិនគួរកើតក្នុងគ្រួសារក្រោយសត្វអីចឹងទៅហ្នឹងហើយអញ្ចឹងការដែលកើតមកនឹងយើងអាចរើសកន្លែងរើសទីតាំងបានទេយើងកើតមកហើយតែដែលយើងអាចគ្រប់គ្រងបានគឺយើងដោះស្រាយវាអញ្ចឹងបើយើងកើតក្នុងគ្រួសារដែលអត់សូវធូរធារហើយដែលយើងអាចដោះស្រាយបានគឺយើងខំប្រឹងប្រឹងរកលុយប្រឹងរៀនបើយើងនៅក្មេងអញ្ចឹងយើងកុំសូវចាយវាច្រើនអាហ្នឹងសិតតែយើងអាចធ្វើបានទៅកុំសូវចាយវាច្រើនមានរបៀបរបបហ្នឹងហើយសិតតែអីដែលយើងអាចធ្វើបានហើយមានទៀតហ្នឹងគឺរឿងទី2ហ្នឹងគឺយើងអាចគ្រប់គ្រងការសម្រេចចិត្តរបស់អ្នកដទៃបានអញ្ចឹងបើយើងឧទាហរណ៍ថាយើងចង់ឲ្យមិត្តភក្តិរបស់យើងធ្វើរឿងនេះធ្វើរឿងនោះដើម្បីយើងប៉ុន្តែឧទាហរណ៍ថាយើងខលប្រាប់គាត់ទៅសារមួយខ្ញុំបានទៅគាត់ថាទៅអត់បានទេដោយសារគាត់រវល់ចេះចូលទៅអញ្ចឹងបើសិនយើងខូចចិត្តនឹងរឿងហ្នឹងដែលគាត់អាចធ្វើឲ្យយើងបានហ្នឹងសួរថាយើងបានអីគេមកវិញអត់ទេចង់យើងខាតកម្លាំងខាតធម៌ពលរបស់យើងឡើយតាset អីចឹងទៅ post story ឬក៏ share Facebook ចឹងវាអត់ទទួលបានផលប្រយោជន៍អីមកវិញទេគឺយើងហ្មងអ្នករងគ្រោះហ្មងអញ្ចឹងអីដែលយើងអាចធ្វើបានគឺយើងគួរតែគោរពការសម្រេចចិត្តរបស់អ្នកដទៃយើងត្រូវយល់ថាគ្រប់យ៉ាងគឺតែងតែមានហេតុផលបើសិនជាវាកើតឡើងពីខាងក្រៅគឺតែងតែមានហេតុផលហ្មងអញ្ចឹងគាត់អាចនឹងរវល់ឬក៏គាត់អាចនឹងឈឺឬក៏អីចឹងទៅយើងកុំអាលវាមកបាំងអត់ដឹងវាថាខឹងអត់ដឹងហេតុផលអីគេបើជួបមួយកន្លែងហ្នឹងដូចយើងនិយាយជាទូទៅហ្មងណាដូចឧទាហរណ៍ថាយើងកំពុងតែមាននរណាម្នាក់ដែលថាយើងចាប់អារម្មណ៍ទៅលើគេអញ្ចឹងហើយយើងគិតថាចេះខ្ញុំចង់ឲ្យម្នាក់ហ្នឹងមកចាប់អារម្មណ៍ខ្ញុំវិញមកចាប់អារម្មណ៍ខ្ញុំវិញមកផ្ដល់ក្តីស្រឡាញ់ឲ្យខ្ញុំវិញអីចឹងហ្នឹងវាអាចទេព្រោះអីគាត់ជាគាត់ហើយយើងជាយើងអញ្ចឹងការសម្រេចចិត្តរបស់គាត់ផ្សេងទៅអញ្ចឹងអត់អាចទេអញ្ចឹងយើងត្រូវគិតថាវាជារឿងដែលយើងមិនអាចគ្រប់គ្រងបានមិនអាចធ្វើអីបានហ្មងតែយើងអាចធ្វើបានយើងដោះស្រាយវាថាឧទាហរណ៍បើសិនជាគេអត់ចាប់អារម្មណ៍ឬក៏គេអត់ទៅផ្សាយជាមួយយើងអាចទៅមើលខ្លួនឯងបានអត់យើងទៅខ្លួនឯងឬក៏បើយើងថាអូអ្នកនឹងអត់តន់ចាប់អារម្មណ៍មកលើយើងវិញទេអញ្ចឹងយើងដោះស្រាយវិញយើងមើលមកកាន់ខ្លួនឯងថាអូខេមើលទៅមានកន្លែងណាដែលយើងអាចនេះបានអត់ប៉ុន្តែមើលទៅបើយើងគិតថាខ្ញុំល្អគ្រប់គ្រាន់ហើយតែបើគាត់នៅតែមនុស្សខេយើងដូរទៅយើងមានអ្នកផ្សេងមែនអត់ច្រើនណាស់ចាំកុំតែគិតរឿងហ្នឹងរឿងចុងក្រោយគេចុងក្រោយអ្នកទាំងអស់គ្នាដែលគ្រប់គ្រងកុំឲ្យភ្លៀងបានអត់អាចទេមែនអត់តែថាថ្ងៃហ្នឹងខ្ញុំចង់ទៅដើរលេងអញ្ចឹងសូមកុំឲ្យភ្លៀងណាទេវតាអត់អាចទេមែនអត់អត់អាចទេអញ្ចឹងហើយ
បើសិនតែភ្លៀងហើយយើងនៅតែមានអារម្មណ៍ថាកុំនឹកថាអូយខ្ញុំចង់ចេញក្រៅខ្ញុំចង់ទៅជួបមិត្តភក្តិនៅកន្លែងហ្នឹងមិនដែរ ពេលអោភ្លៀងទៅ អាភ្លៀងទៅ ចឹងន័យថាអាកាសធាតុហ្នឹងគឺយើងអត់អាចគ្រប់គ្រងបានវាលើសពីអីដែលអាចគ្រប់គ្រងបានធម្មជាតិជាមនុស្សអត់អាចបញ្ជាឲ្យភ្លៀងឬក៏មិនភ្លៀងបាននេះចឹងអីដែលយើងគ្រប់គ្រងបានឬក៏អាចថាដំណោះស្រាយហ្នឹងគឺយើងត្រូវព្យាយាមដោះស្រាយវាតាមដែលអាចធ្វើបានបើភ្លៀងដែលយើងអាចធ្វើបានយើងអាចអត់ទៅឧទាហរណ៍យើងអត់សាឬមិនសាទៅអានឹងសម្រេចចិត្តទៅថាមិនទី2ពីគេយើងពាក់អាភ្លៀងទទួលចាត់ទៅបើថាយើងពិតជាចង់ទៅមែនយើងនឹងព្យាយាមហី អញ្ចឹងអាហ្នឹងគ្រាន់តែជា ចំណុចដែលយើងលើកឡើងឯងវាមានច្រើនទៀតដែលយើងជួបប្រទះចឹងហ្នឹង ហ្នឹងហើយអញ្ចឹងបើសិនតែអ្នកទាំងអស់គ្នាគិតថាអ្នកទាំងអស់គ្នានៅតែចង់គ្រប់គ្រងអារឿងដែលមិនអាចគ្រប់គ្រងបាននៅតែបន្តអាហ្នឹងធ្វើឲ្យខ្លួនឯងឈឺចាប់ យ៉ាហើយ អស់កម្លាំងអីចឹងទៅហើយគិតតែខ្លួនគិតតែពីខ្លួនឯង ហ្នឹងហើយអាចថាចង់ដែរគិតតែខ្លួនឯងគិតតែចង់ឲ្យដូចចិត្តរហូតដល់វានោះ អញ្ចឹងវានេះវាខាត់ពេលខាត់វេលាយើងនៅមានការងារដែលយើងត្រូវធ្វើទៀតដែលយើងត្រូវបំពេញទៀតហើយរឿងសប្បាយដែលយើងត្រូវជួបទៀតអញ្ចឹងកុំទៅគិតជាមួយវាយើងទៅកន្លែងហ្នឹងណាជួបអីដោះស្រាយហ្នឹងទៅមែនអត់អញ្ចឹងថ្ងៃហ្នឹងខ្ញុំផលី ខ្ញុំសេនី ពួកយើងមានតែប៉ុណ្្នឹងទេអរគុណច្រើនបាយបាយ